របងបេតុងរឹងមាំបំពាក់ដោយលួសបន្លាពីលើដែលត្រូវបានភាគីថៃសម្រុកសាងសង់ឡើងយ៉ាងតក់ក្រហល់ក្នុងខេត្តចន្ទបុរីនោះត្រូវបានផ្ដល់មូលនិធិដោយហាត់ថៃទីហ្វាន់ដែលបង្កើតឡើងដោយព្រះអង្គម្ចាស់ក្សត្រីជូឡាផនបុត្រីពៅរបស់អតីតព្រះមហាក្សត្រថៃភូមិពលអាប់ឌុលយ៉ាដេតយោងតាមកាសែត Cow Short English ដែលបានចុះផ្សាយកាលពីថ្ងៃទី27ខែមិថុនាឆ្នាំ2026បានបង្ហាញពីគម្រោងសាងសង់របងបេតុងនេះសម្រេចបាន 45% ក្នុងគម្រោង 8.3 គីឡូម៉ែត្រនៅក្នុងខេត្តចន្ទបុរីនិងសាងសង់ដោយបញ្ជាការដ្ឋានអភិវឌ្ឍកងទ័ពជើងគោកដំណាក់កាលទី1ពួកគេបានសាងសង់ដោយគ្របដណ្ដប់លើប្រវែង 1.3 គីឡូម៉ែត្រចន្លោះបង្គោលព្រំដែនលេខ52និង54ពួកគេបានបញ្ជាក់ថាតំបន់នេះត្រូវបានព្រមព្រៀងគ្នាក្រោមគណៈកម្មការព្រំដែនរួម JBC និងមានការចូលរួមសង្កេតការណ៍ពីតំណាងកម្ពុជានៅគ្រប់ដំណាក់កាលទាំងអស់ដើម្បីធានានៅតម្លាភាពនិងការអនុលោមតាមនីតិវិធីអន្តរជាតិទៀតផងដំណាក់កាលទី2ពួកគេនឹងពង្រីកចាប់ពីបង្គោលព្រំដែនលេខ54ដល់59ដែលត្រូវគ្របដណ្ដប់លើប្រវែងប្រហែលជា7គីឡូម៉ែត្រដោយការសាងសង់ផ្លូវកំពុងតែដំណើរការហើយដើម្បីគាំទ្រដល់ការដំឡើងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខនាពេលអនាគតទម្រង់រចនានៃរបងនេះមានជញ្ជាំងបេតុងកម្ពស់ 1.95 ម៉ែត្រហើយខាងលើត្រូវបានបំពាក់ដោយលួសបន្លាដែលធ្វើឲ្យកម្ពស់នោះកើនឡើងរហូតដល់ទៅ 4.3 ម៉ែត្រពួកគេបានលើកឡើងទៀតថាបង្គោលព្រំដែនលេខ52ដែលមើលទៅឃើញថ្មីចេះនេះគឺមានតាំងពីសម័យកិច្ចព្រមព្រៀងក្នុងយុគសម័យអាណានិគមបារាំងមកម្ល៉េះហើយត្រូវបានចាត់ទុកថាជាកម្មសិទ្ធិរួមគ្នារវាងប្រទេសថៃនិងប្រទេសកម្ពុជាហើយចន្លោះប្រហោងបណ្ដោះអាសន្ននេះគឺដោយសារតែនីតិវិធីដែលកំពុងតែបន្តធ្វើឡើងដោយគណៈកម្មការព្រំដែនរួម JBC ពេលក្រោយនឹងត្រូវតែបំពាក់នៅប្រព័ន្ធផ្ទាំងទ្វារមានគន្លឹះត្រចៀកដើម្បីអនុញ្ញាតឲ្យមានការចុះត្រួតពិនិត្យរួមគ្នាពីភាគីទាំងសងខាងអ្វីដែលគួរឲ្យកត់សម្គាល់បងប្អូនប្រជាពលរដ្ឋនិងអ្នកតាមដានស្ថានភាពព្រំដែនបានសម្ដែងនូវការមិនពេញចិត្តជាខ្លាំងដោយសារតែសកម្មភាពរបស់ពួកគេធ្វើឡើងនៅក្នុងស្ថានភាពតានតឹងនិងដោយឯកតោភាគីបើតាមការចុះផ្សាយរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកាលពីថ្ងៃទី5ខែមករាឆ្នាំ2026កន្លងមកកម្ពុជាក៏បានផ្ញើកំណត់ទូតដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃដើម្បីចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ52ដល់59នេះប៉ុន្តែត្រូវបានភាគីថៃលើកពេលបន្តមកនៅខែមេសាឆ្នាំ2026កម្ពុជាក៏បានបដិសេធនៅការសង់របងនេះដោយឯកតោភាគីដូច្នេះការលើកឡើងថាការសង់របងនេះមានការចូលរួមសង្កេតការណ៍ពីតំណាងកម្ពុជានៅគ្រប់ដំណាក់កាលទាំងអស់ដើម្បីធានានៅតម្លាភាពនិងការអនុលោមតាមនីតិវិធីអន្តរជាតិនោះអាចនឹងមិនមែនជាការពិតទេ